ភាគទី5នោះគឺបាន inspiration ឬក៏ការបំផុសគំនិតពីព្រឹត្តិការណ៍ពិតដែលកើតឡើងកាលពីឆ្នាំ2023ក្នុងប្រទេសកូរ៉េហ្មងគឺតកតទៅជាមួយនឹងហេតុការណ៍មួយដែលត្រូវបានគេដាក់ឈ្មោះថាហេតុការណ៍ខ្មៅដៃឬក៏ pencil incident ដែលកាលហ្នឹងគឺអ្នកគ្រូម្នាក់ដែលគាត់ជាអ្នកគ្រូបង្រៀនថ្នាក់ទី1នៅក្នុងវ័យ23ឆ្នាំហើយគាត់ទៅតែបង្រៀនបាន1ឆ្នាំ2ឆ្នាំអីទេគាត់បានទទួលរងសម្ពាធផ្លូវចិត្តខ្លាំងមែនទែនពីសំណាក់អាណាព្យាបាលរបស់សិស្សម្នាក់ដោយសារតែពេលហ្នឹងគឺកូនសិស្សមានការលេងជាមួយគ្នាហើយលើសលួសដៃជើងអីចឹងណាក៏មានករណីដែលកូនហ្នឹងយកខ្មៅដៃយកទៅឆ្កូតមុខមិត្តភ័ក្តិរបស់ខ្លួននៅក្នុងថ្នាក់វាបង្កើតជាស្នាមរបួសហើយនឹងការឆ្លោះទាស់ទែងរវាងអាណាព្យាបាលនិងអាណាព្យាបាលដែលពេលហ្នឹងអ្នកគ្រូដែលជាអ្នកគ្រូបន្ទប់ថ្នាក់អញ្ចឹងណាគាត់ត្រូវចេញមុខដោយផ្ទាល់នៅក្នុងការដោះស្រាយហ្មងខាងអាណាព្យាបាលរបស់សិស្សរងគ្រោះហ្នឹងបើទោះបីជាខឹងយ៉ាងណាក៏ដោយប៉ុន្តែលោកវាថាគ្រាន់តែឲ្យកូនហ្នឹងធ្វើការសុំទោសជាផ្លូវការមួយដល់កូនគាត់អីចឹងទៅយ៉ាព្រោះខាងគេយល់ថានឹងគ្រាន់តែជាការលេងរបស់ក្មេងមានការលើលុះអីចឹងប្រហែលជាមិនអីទេប៉ុន្តែបញ្ហាដ៏ធំគឺអាណាព្យាបាលរបស់ក្មេងបង្កហេតុហ្នឹងគឺមានការមិនសុខចិត្តជាខ្លាំងក្រោយពេលដែលកូនរបស់គាត់ចេញទៅសុំទោសដើម្បីបញ្ចប់បញ្ហាហ្នឹងគឺគាត់ខឹងលក្ខណៈថាមិនឲ្យកូនខ្ញុំសុំទោសចឹងដោយទម្លាក់បន្ទុកហ្នឹងទៅលើគ្រូបន្ទប់ថ្នាក់ថាអ្នកគ្រូឯងមើលការខុសត្រូវកូនសិស្សអត់ល្អដោយខ្លួនឯងធ្វើឲ្យក្មេងលេងមានការលើសលួសដៃជើងអីចឹងទៅបែរជាទម្លាក់កំហុសហ្នឹងថាកូនគាត់ជាអ្នកធ្វើខុសហើយឲ្យកូនគាត់មកសុំទោសវាស្មើនឹងកូនគាត់ទទួលកំហុសថាកូនគាត់ពិតជាខុសមែនដែលធ្វើឲ្យមិត្តរួមថ្នាក់ទាំងមូលហ្នឹងមើលមកកូនគាត់ថាជាអ្នកបង្កបញ្ហាជាបូលីជាអីចឹងទៅដល់ពេលអញ្ចឹងខាងអាណាព្យាបាលហ្នឹងក៏ព្យាយាមផ្ញើសារផ្ញើអីទេមកស្ដីឲ្យអញ្ចឹងរហូតដល់រកឃើញលេខទូរស័ព្ទផ្ទាល់ទៀតពេលអញ្ចឹងទៅវាចូលជាលក្ខណៈដូចថាល្មើសពីសិទ្ធិបុគ្គលអីចឹងណាហើយក៏វាចូលលក្ខណៈដូចគេហៅថារៀង psycho តិចតិចដូច stalker អញ្ចឹងណាបង្កសម្ពាធកាន់តែធំទៅឲ្យអ្នកគ្រូនឹងរហូតដល់គាត់វាថាសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនឯងព្រោះមិនអាចទ្រាំទ្រជាមួយនឹងសម្ពាធដែលត្រូវបានអាណាព្យាបាលនឹងដាក់មកលើគាត់បានហើយដែលធ្វើឲ្យយើងស្លុតចិត្តហ្មងគឺគាត់បានសរសេរនៅសម្បត្តិមួយច្បាប់ដើម្បីជាបណ្ដាំចុងក្រោយអញ្ចឹងណាប្រាប់ពីសម្ពាធផ្លូវចិត្តរបស់គាត់ថាគាត់មានភាពតានតឹងយ៉ាងណាមានភាពវាថាត្រូវទូរែកនៅអាបន្ទុកដែលគេវាថាដាក់ឲ្យគាត់នឹងខ្លាំងប៉ុណ្ណាហើយគាត់បានព្យាយាមទៅសុំជំនួយពីខាងសាលាអញ្ចឹងថាឲ្យជួយដោះស្រាយផងព្រោះអារឿងហ្នឹងវាមិនគួរវាថារៀនដាល់ដល់ថ្នាក់ហ្នឹងណាប៉ុន្តែពេលហ្នឹងសាលាក៏អាចជួយអីបានច្រើនដោយសារតែច្បាប់តឹងរឹងរបស់ប្រទេសកូរ៉េហ្នឹងមានការឃុំក្រងលើក្មេងៗកុមារខ្លាំងពេកអញ្ចឹងទៅវាធ្វើឲ្យអាណាព្យាបាលខ្លះដែលមានភាព toxic ហ្នឹងប្រើចន្លោះមហោមួយហ្នឹងយកមករំលោភបំពានលើសិទ្ធិរបស់គ្រូហើយច្បាប់ហ្នឹងអ្នកនរគ្នាកុំថាឡើយតែវាយសូម្បីតែស្ដីឲ្យឬក៏មាត់ធំមាត់ទូចអីក៏អត់បានដែរហើយអីដែលធ្វើឲ្យមហាជនហួសចិត្តខ្លាំងបំផុតហ្មងគឺបើទោះបីជាមានសោកនាដកម្មបែបហ្នឹងកើតឡើងក៏ដោយប៉ុន្តែច្បាប់អត់អាចធ្វើអ្វីអាណាព្យាបាលដែលមកវាបំពេញគាត់បានទោះបីជាមានផុសតាងតាមរយៈសម្បត្តិឬក៏សារដែលអាណាព្យាបាលហ្នឹងផ្ញើមកធ្វើការល្មើសសិទ្ធិបុគ្គលរបស់អ្នកគ្រូអញ្ចឹងណាក៏ប៉ូលីសត្រឹមតែសន្និដ្ឋានថាវាគ្រាន់តែជាការត្អូញត្អែរបស់អាណាព្យាបាលវាមិនមែនជាការគំរាមកំហែងវាមិនមែនជាការជេរប្រមាថមើលងាយអីទេប៉ុន្តែអ្នកដែលធ្លាប់មានសម្ពាធពីការងារអញ្ចឹងគឺគេមើលថានឹងគឺជាការដាក់សម្ពាធផ្លូវចិត្តដ៏ធំហួសហេតុជ្រុលមួយទៅលើអ្នកគ្រូម្នាក់ដែលគ្រាន់តែជាគ្រូបង្រៀនបឋមសិក្សាតែប៉ុណ្ណោះ